បាទក៏សូមជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនដែលកំពុងទស្សនាវីដេអូថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាពីរបៀបនៃការផ្លាស់ប្ដូរឈ្មោះ account Facebook របស់យើងបាទជាការពិតទៅវីដេអូបង្ហាញពីរបៀបដូរឈ្មោះហ្នឹងគឺខ្ញុំបានធ្វើការបង្ហាញម្ដងរួចមកហើយប៉ុន្តែនៅមានបងប្អូនយើងមួយចំនួនគាត់ខមមិនសួរឬក៏ខមមិនប្រាប់ថាគាត់អត់អាចធ្វើបានជួបបញ្ហានេះជួបបញ្ហានោះអញ្ចឹងណាដូច្នេះខ្ញុំនឹងលើកយកវីដេអូរបៀបនៃការផ្លាស់ប្ដូរឈ្មោះ account Facebook ហ្នឹងមកបង្ហាញម្ដងទៀតមុនចូលដល់ការបង្ហាញសូមពុកម៉ែបងប្អូនជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតដូច្នេះកុំឲ្យខាត់ពេលយូរយើងចូលទៅធ្វើការបង្ហាញទាំងអស់គ្នាឥឡូវយើងចូលទៅក្នុងកម្មវិធី Facebook មកនៅពេលចូលទៅវាលុតរបស់យើងបែបនេះហើយនេះគឺ profile របស់ខ្ញុំ profile នេះគឺខ្ញុំធ្វើឡើងដើម្បីធ្វើការបង្ហាញវីដេអូបង្ហាញទេដូច្នេះយើងដើម្បីចូលទៅធ្វើការផ្លាស់ប្ដូរឈ្មោះបានយើងត្រូវចុចចូលខាងក្រោមនេះ Address 3នេះហ្នឹងសម្រាប់ប្រភេទទូរស័ព្ទ iOS ហើយ Android គឺនៅខាងលើនេះវិញគឺមួយលើមួយក្រោមខុសគ្នាតែប៉ុណ្្នឹងទេអញ្ចឹងយើងចូលទៅក្នុង Address 3ហ្នឹងមកនៅពេលចុច Address 3ហើយបងប្អូនទាំងអស់គ្នាត្រូវចុចនៅលើ Setting and Privacy បន្ទាប់មកទៀតចុចលើពាក្យថា setting តែខ្ញុំដាក់អង្វង់គូជុំវិញហ្នឹងនៅពេលដែលយើងចុចចូលមកដល់ចំណុចត្រង់នេះយើងត្រូវចូលកន្លែងនេះ personal information បាទចូលកន្លែងហ្នឹងទៅមួយបងប្អូនទាំងអស់គ្នាបាទមើលបើសិនជាអាចដូចខ្ញុំបញ្ជាក់ហ្នឹងមើលរហូតកុំខាលកាលណាតែខាលបាទអាចចំណុចសំខាន់ណាមួយទៅធ្វើឲ្យបងប្អូនមិនអាចធ្វើការផ្លាស់ប្ដូរឈ្មោះនឹងបានទេបន្ទាប់មកទៀតចូលកន្លែងនេះកណ្ដាលឈ្មោះយើងនេះ profile របស់ខ្ញុំហ្នឹងគឺដាក់ថាសុកហេងអញ្ចឹងបងប្អូនឈ្មោះអីគឺវាលោតឈ្មោះនឹងកន្លែងហ្នឹងហើយដូច្នេះចុចនៅកន្លែងហ្នឹងមកបន្ទាប់ពីចុចមកវាលោតបែបនេះវាឈ្មោះយើងមកខាងលើនេះសុកហេងហើយក្រោមនេះហេងដូច្នេះខ្ញុំនឹងធ្វើការផ្លាស់ប្ដូរឲ្យជាក់ស្ដែងទៅកាន់បងប្អូនទាំងអស់គ្នាតែម្ដងទៅកុំឲ្យគ្រាន់តែបង្ហាញទេគីឡូវាដតបានអត់ច្បាស់អីចឹងអញ្ចឹងចំណាំនេះរបស់ខ្ញុំខាងលើនេះគឺសុកហើយក្រោមគឺហេងហើយចំណុចត្រង់នេះដូចខ្ញុំចុចចឹងពេលចុចចូលទៅឡងទៅក្រៅវិញទៅឡងទៅក្រៅវិញអញ្ចឹងយើងចុចកន្លែងហ្នឹងមួយទៀតមកនេះចុចពី3ដងមកវាឲ្យហើយអញ្ចឹងកន្លែងសុកនេះខ្ញុំដាក់ដូរដាក់មានវិញជាមួយខ្ញុំដូរដាក់មានវិញហើយអាសុកមិញហ្នឹងខ្ញុំដាក់ខាងក្រោមកន្លែងហេងនេះវិញសុកហេងនេះឈ្មោះដែលខ្ញុំធ្វើការផ្លាស់ប្ដូរខ្ញុំដូរពីសុកហេងមកដាក់ថាមានសុកហេងវិញហើយមកដល់ចំណុចត្រង់ហ្នឹងអាកន្លែងដែលខ្ញុំចុចប្រាប់មុនដំបូងថាចុចឡងហ្នឹងចាំស្ដាប់បងប្អូនមួយពេលដែលចុចឡងហ្នឹងគឺខ្ញុំឲ្យចុចម្ដងពីរដងទៅវាឲ្យបើសិនជាវាអត់ឲ្យទេករណីចាំបាច់បងប្អូនត្រូវធ្វើការអាប់ដេត Facebook របស់យើងពេលខ្លះ Facebook របស់យើងហ្នឹងគឺវានៅសេរីចាស់អញ្ចឹងយើងធ្វើការផ្លាស់ប្ដូរអត់បានទេគេទាមទារឲ្យយើងអាប់ដេតអាហ្នឹងក្នុងករណីដែលយើងចុចពី3ដងហើយវានៅតែមិនឲ្យបាទអញ្ចឹងខ្ញុំដូរហើយខ្ញុំចុចលើពាក្យថា review change នេះដែលខ្ញុំដាក់ home ឬក៏គូវងជុំវិញហ្នឹងខ្ញុំចុចលើពាក្យថា review change ពេលដែលចុចមកនេះគេដាក់មកនេះឈ្មោះថ្មីរបស់យើងដែលគេឲ្យគេដាក់គ្លីកខាងក្រោយនេះហើយខាងមុខគេដាក់ថាមានសុកហេងអញ្ចឹងខ្ញុំសូមបញ្ជាក់មុនហ្នឹងឈ្មោះរបស់ខ្ញុំគឺសុកហេងដូចខ្ញុំបានបញ្ជាក់ពីខាងដើមវីដេអូអញ្ចឹងប៉ុន្តែឥឡូវហ្នឹងខ្ញុំដាក់ថាមានសុកហេងវិញដូច្នេះយើងមើលឈ្មោះយើងត្រូវឲ្យអស់ហើយចុច review change អស់ហើយលួចបែបហ្នឹងមកតោះនេះយើងត្រូវការចុច save change តែមុននឹងធ្វើការចុច save change ត្រង់នេះយើងត្រូវការដាក់ password របស់យើងសិនpassword Facebook របស់យើងហ្នឹងអញ្ចឹងខ្ញុំនឹងបញ្ចូល password របស់ខ្ញុំចូលទៅក្នុងកន្លែងហ្នឹងបន្ទាប់ពីបញ្ចូលអាកន្លែងក្នុង password យើងក្នុងកន្លែងហ្នឹងហើយចុចលើពាក្យថា save មកបាទឃើញថា Facebook របស់យើងហ្នឹងគឺធ្វើការផ្លាស់ប្ដូរបានហើយនេះឈ្មោះរបស់យើងចេញមកគឺមានសុកហេងបាទអញ្ចឹងពុកម៉ែបងប្អូនមើលច្បាស់គឺយើងដូរបានហើយខ្ញុំដូរបានហើយមានសុកហេងនេះខ្ញុំសូមបញ្ជាក់ម្ដងទៀតថាយើងត្រូវមើលច្បាស់ដូចខ្ញុំបញ្ជាក់ពីដើមវីដេអូអញ្ចឹងមួយមកយើងធ្វើការដូរបានហើយអត់ពិបាកទេចំណុចសំខាន់គឺអាកន្លែងចុចឡងមុនហ្នឹងដែលខ្ញុំបញ្ជាក់ហ្នឹងយើងត្រូវចុចវាម្ដងពីរដង3ដងមកចុចរហូតដល់វាឲ្យបើវាមិនឲ្យទេបាទអញ្ចឹងក្នុងករណី Facebook របស់បងប្អូនមិនទាន់បានអាប់ដេតយើងចូលទៅធ្វើការអាប់ដេតទៅអាប់ដេត Facebook របស់យើងទៅនេះកន្លែងអាប់ដេតជាមួយខ្ញុំចុចទៅកន្លែងអាប់ដេតឲ្យយើងចុចទៅក្នុង App Store មកសម្រាប់ iOS ហើយ Store សម្រាប់ Android អញ្ចឹងខ្ញុំចូល App Store បន្តមកទៀតយើងចុចលើពាក្យ search មកចុចកន្លែង search ហ្នឹងរកពាក្យថា Facebook បាទនេះចុច Facebook មកហើយចុចលើ Facebook មករួចទៅនេះ Facebook អាខាងក្រោយនេះគេដាក់ថា update ដូច្នេះបើសិនមក Facebook បងប្អូនសេរីចាស់ឬក៏មិនដែលបាន update អីយើងចុច update មួយដែលហ្នឹងមួយទៅមុនពេលយើងធ្វើការផ្លាស់ប្ដូរឈ្មោះរបស់យើងឬក៏នៅពេលដែលយើងចុចចូលផ្លាស់ប្ដូរហើយវាអត់ឲ្យវាចុចឡងអញ្ចឹងចុច update ឡើងហ្នឹងមកបន្ទាប់ពី update ចប់មកខ្ញុំធានាថា Facebook របស់យើងនឹងធ្វើការផ្លាស់ប្ដូរបានហើយអត់ជាប់ទៀតទេដោយរបស់ខ្ញុំនេះខ្ញុំអត់ទាន់បានអាប់ដេតផងប៉ុន្តែខ្ញុំអាចធ្វើការផ្លាស់ប្ដូរបានហើយចំណុចមួយទៀតប្រសិនបើយើងទើបតែដូរហើយយើងដូរហ្នឹងគឺតិចជាង60ថ្ងៃគឺយើងដូរបានទេមានន័យថាចន្លោះពីដូរម្ដងទៅម្ដងទៀតធ្វើម៉េចឲ្យលើសពី60ថ្ងៃទើបយើងអាចធ្វើការផ្លាស់ប្ដូរបានបើសិនយើងទៅដូរអាទិត្យមុន10ថ្ងៃមុន20ថ្ងៃមុន1ខែមុនទេយើងដូរទៀតគឺអត់បានទេឈ្មោះហ្នឹងលុះត្រាតែខ្ញុំនិយាយចឹងលុះត្រាតែ60ថ្ងៃបន្ទាប់បានយើងអាចធ្វើការផ្លាស់ប្ដូរបាន
សម្រាប់ឈ្មោះបងប្អូនដូរប្រហែលដងគឺអត់សំខាន់ទេសំខាន់ធ្វើម៉េចអាចុងក្រោយបន្ទាប់ពីយើងដូរចុងក្រោយហ្នឹងគម្លាតពីគ្នាគឺឲ្យបានលើស60ថ្ងៃ61ថ្ងៃទៅគឺយើងអាចធ្វើការផ្លាស់ប្ដូរបានហើយដូច្នេះសម្រាប់បងប្អូនដែលដូរមិនបានសូមទៀងផ្ទាត់ទៅលើចំណុចដែលខ្ញុំបង្ហាញហ្នឹងទី1យើងចុចឡងអញ្ចឹងចុចពី3ដងទៅនៅកន្លែងឈ្មោះរបស់យើងពេលដែលយើងចូលដូរឈ្មោះហ្នឹងហើយបើចុចចូលពី3ដងហើយមិនបានទេយើងអាចបកទៅធ្វើការ update Facebook របស់យើងបើសិនមក Facebook របស់យើងមិនដែលបាន update ហើយនឹងមួយទៀតយើងត្រូវចាំខ្លួនយើងថាតែយើងធ្លាប់បានដូរ Facebook របស់យើងពីមុនមកដែរឬទេបើយើងធ្លាប់បានដូររយៈពេលប៉ុន្មានបើសិនជាលើស60ថ្ងៃអូខេយើងដូរបានបាទតើទៅជាមួយនឹងវីដេអូនេះមានចំណុចត្រង់ណាដែលពុកម៉ែបងប្អូនអត់យល់អត់អីអាចធ្វើការ comment សួរបានហើយអញ្ចឹងឈ្មោះរបស់យើងគឺដូរបានហើយដូចខ្ញុំចុចលើនឹងមកដាក់ឲ្យមើលគឺមានសុកហេងបាទច្បាស់ហើយបងប្អូនអត់មានកាត់តអត់មានអីទេគឺដូរបានភ្លាមតែម្ដងដូច្នេះវីដេអូនេះគឺចប់ដំណឹងហើយសូមពុកម៉ែបងប្អូនជួយចុច like subscribe និងរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលា